នឹងឲ្យសំណួររបស់ដំបងមួយទៀតរឿងដូចជាធ្វើកុសលហើយយើងសប្បាយរីករាយអីចឹងវាអាចជាលោភៈក៏បានអាចជាមហាកុសលបន្ថែមទៀតក៏បានបើសិនបើយើងត្រេកអរចំពោះសេចក្តីល្អឧបមាថាយើងធ្វើទានដូចព្រឹកមិញប្រគេនចង្ហាន់លោកចាស់ឆាន់ចឹងទៅហើយក៏មានសេចក្តីពេញចិត្តនៅក្នុងទានហ្នឹងនៅតែសប្បាយរីករាយក្នុងការធ្វើបានជួយលាងចានបានជួយលើកនេះលើកនោះចឹងទៅនឹកឃើញថាពេលវេលាយើងនិយាយពីរវល់ប៉ុន្តែនៅតែឆ្លៀតបានទៅធ្វើចឹងឃើញភាពព្យាយាមនៅក្នុងកុសលហ្នឹងវាទៅឈ្នះអកុសលចឹងទៅក៏ត្រេកអរត្រេកអរហ្នឹងក៏ជាតួមហាកុសលហៅថាអបរចេតនាឬក៏អបរាបរចេតនាប៉ុន្តែបើសិនជាអញ្ចេះក៏អាចជាលោភៈដែរទៅប្រគេនលោកគេគ្រប់គ្នាគេចូលប្រគេនបានទេយើងញែកគេចេញចោះចូលទៅប្រគេនបានតែម្នាក់ឯងហើយលោកអត់និយាយណាទេនិយាយរត់តែយើងម្នាក់ឯងហើយអញលុយជាងគេអញបានលោកញឹមដាក់តែអញឯងក្រៅពីហ្នឹងមានអាណាលោកញឹមដាក់ទេអីក៏នឹងអាហ្នឹងដោយលោភៈឃើញវាជាពាក់នឹងខ្លួនឯងថាខ្លួនឯងគ្រាន់បើតែឈ្មោះថាត្រេកអរនឹងកុសលវាអត់មានត្រេកអរនឹងខ្លួនឯងទេត្រេកអរនឹងអំពើល្អដល់ត្រេកអរនឹងអំពើល្អវាមានតែសេចក្តីល្អទេដែលវាជាជាមួយនឹងអំពើល្អយល់ទេហ្នឹងចឹងឬក៏យើងត្រេកអរនឹងឃើញលោកម្ចាស់លោកឆាន់ទៅលោកបានសេចក្តីសុខព្រោះចង្ហាន់របស់យើងនឹងត្រេកអរនឹងសេចក្តីសុខដែលលោកម្ចាស់ទទួលបានហ្នឹងក៏ជារឿងកុសលដែរលោភៈសនុកចំណាំចេះនឹងខ្លួនឯងបានអីមិនងាយកុសលទេឃើញទេហ្នឹងនឹងខ្លួនឯងឃើញវាជាប់នឹងខ្លួនឯងទេតែបើនឹងអ្នកដតីបានអីដោយច្រើនគឺមហាកុសលមិនបែរខ្ញុំប្រើពាក្យថាអ្នកនឹងអ្នកដតីព្រោះអ្នកដតីនឹងវាមានអ្នកដែលត្រូវចិត្តយើងជាងកាលវាជាបពុរបស់យើងអាចជាលោភៈដែរឃើញទេហ្នឹងហើយដល់អ្នកដតីណាដែលមិនមែនញាតិយើងបានយើងអត់សូវទេដល់កូនយើងអ្នកបានហ្មងហ្នឹងវាជាប់ដោយលោភៈដោយសារកូនហ្នឹងកូនរបស់អញហ្នឹងហើយចឹងប៉ុន្តែឲ្យតែផុតពីខ្លួនយើងដោយច្រើនគឺមហាកុសលតែតែជាប់នឹងខ្លួនអញហ្នឹងអាខណៈគិតថាអញហ្នឹងវាជាលោភៈស្រាប់ហើយនឹងខ្លួនអញទេវាលោភៈទៀតនឹងឯងអញ្ចឹងបានថាធัวផ្សព្វផ្សាយមេត្តាហ្នឹងផ្សាយឲ្យគេទៅមិនបាច់ផ្សាយឲ្យខ្លួនឯងទេមិនដឹងបានមកពីណាសុខេតាហោមិអីនេះនឹងសូមឲ្យខ្ញុំបានសុខតាមពិតនៅពេលដែលកុសលកើតឡើងវាជាតួសុខហ្នឹងហើយឃើញទេនៅពេលដែលមានបំណងឲ្យអ្នកដតីសុខហ្នឹងក្នុងចិត្តហ្នឹងវាសុខរួចទៅហើយព្រោះវាជាមហាកុសលតួមហាកុសលហ្នឹងមានតោមនោះណាហើយបើវាកើតជាកុសលវានឹងផលិតផលជាសុខតទៅទៀតតួកុសលដែលកំពុងកើតក៏ជាសេចក្តីសុខហើយដល់ផលិតផលក៏វិបាកជាសុខទៀតហើយចាំបាច់មកប្រាថ្នាឲ្យខ្ញុំបានសុខអីទៀតហើយប្រាថ្នាឲ្យខ្ញុំបានសុខទៀតមានតែមិនទុកចិត្តកុសលហ្នឹងវាខ្លាចភ្លេចយើងអីចឹងណាដូចយើងធ្វើបាបយើងមានដែរថាសូមឲ្យខ្ញុំបានទុកសូមឲ្យខ្ញុំធ្លាក់នរកយើងមានដាក់ថាអញ្ចឹងណាវាមានហេតុដោយកើតវាត្រូវកើតហើយបាទចឹងឯងបាទ